ចូលដល់ខែបកងក្រហមទៀតហើយបងប្អូននៅចិនឥឡូវនេះកំពុងតែសបោហើយតម្លៃវិញក៏រៀងធូរថ្លៃដែរខ្ញុំទៅទិញថ្ងៃហ្នឹង1គីឡូតែ14យួនទេបងប្អូនបើគិតជាលុយខ្មែរទៅខ្ទង់7-8000លុយខ្មែរអីហ្នឹងតាមលុយឡើងលុយចុះអីអញ្ចឹងណាក៏ប៉ុន្តែ1គីឡូចិនគឺបានតែកន្លះគីឡូខ្មែរយើងទេបងប្អូនអត់ដូចគ្នាទេហើយខ្ញុំថ្ងៃហ្នឹងទៅផ្សារនៅជិតផ្ទះដែលខ្ញុំធ្លាប់ទៅរាល់ដងនោះអត់មានទេបងប្អូនហើយទៅដល់គេលក់អស់ហើយលេងមានណាឡើងមកផ្សារមកកន្លែងទៀតហើយនៅក្នុងកធនក្រហមដែលខ្ញុំរឹសមុនហ្នឹងវារៀងអន់ណបងប្អូនអញ្ចឹងហើយអ្នកលក់គេទៅលើកមកកេះមកទៀតអានេះគឺថាល្អហើយនៅស្រស់របស់គេអញ្ចឹងណាជនជាតិចិនវិញបងប្អូនណានិយាយពីថាម្នាក់4-5-6គីឡូអីអ្នកខ្លះវិញលេង10គីឡូថ្ងៃដែលខ្ញុំទៅទិញពីម្សិលមិញហ្នឹងថ្ងៃទី1ខែ5គឺជាថ្ងៃដែលគេបុណ្យជាតិគេបងប្អូនអញ្ចឹងហើយម្នាក់គេសម្រាប់នៅផ្ទះគេធ្វើអីហូបជួបជុំគ្រួសារអីអញ្ចឹងណាចំនឹងខែបកងក្រហមនេះផងបងប្អូនហើយម្នាក់យូរឡើងចង់ផ្អៀងខ្លួនមើលតូបទៅតូបណាក៏សិតតែមនុស្សឆោតទិញដែរហើយផ្សារនេះគឺថាមនុស្សច្រើនគួរសមបងប្អូនហើយនិយាយទៅដោយសារតែថ្ងៃគេឈប់សម្រាអស់អញ្ចឹងហើយម្នាក់គឺនាំគ្នាដើរផ្សារប្រងព្រាតមកមិនថាចាស់មិនថាក្មេងទេខ្ញុំវិញគ្មានដឹងថ្ងៃបុណ្យថ្ងៃអីទេបងប្អូននៅខំតែដេកមើលវីដេអូបងនៅចិនគាត់ថាថ្ងៃហ្នឹងថ្ងៃគេបុណ្យជាតិអីហ្នឹងបានខ្ញុំដឹងពីម្សិលមិញប្តីខ្ញុំគាត់ប្រាប់ដែរប៉ុន្តែខ្ញុំនេះមិនចាប់អារម្មណ៍ហើយបើប្តីខ្ញុំវិញថ្ងៃបុណ្យជាតិមិនក៏នៅតែធ្វើការដែរបងប្អូនហើយប្តីខ្ញុំតាំងពីដូរការងារមកដឹកអីវ៉ាន់នឹងមកលែងមានថ្ងៃបុណ្យថ្ងៃទៀនអីអស់ហើយនិយាយទៅធ្វើការរាល់ថ្ងៃហ្មងកាលពីនៅស្រុកធ្វើការរោងចក្រអីថ្ងៃបុណ្យថ្ងៃទៀនគ្រាន់នឹងបានជូនប្រពន្ធកូនដើរលេងខ្លះបើឥឡូវវិញស្ពៃហើយបងប្អូនអើយតែក៏មិនអាក់អន់សពូនចិត្តអីដែរដោយសារតែប្តីទៅធ្វើការយកលុយឲ្យដល់ពេលចឹងហើយតាមតាណាទៅចាំថ្ងៃក្រោយចាំគិតទៀតបន្ទាប់ពីទិញរួចរាល់យកមកដល់ផ្ទះហើយខ្ញុំក៏ចាប់ផ្ដើមយកវាមកលាងសម្អាតបងប្អូនដោយសារតែអបកងក្រហមហ្នឹងវារៀងក៏ក្រិចដែរនៅគៀនកន្លោះកលៀតដៃជើងវាហ្នឹងគឺថាសិតតែដីហ្មងបងប្អូនហើយបើយើងមិនយកច្រាសដូរថ្មិញយកមករុះទេគឺថាអត់អស់ទេដីហ្នឹងហើយបាទមួយនេះវិញខ្លាញ់គេឡើងលឿងល្អោកហ្មងបងប្អូនហើយខ្ញុំឲ្យទៅពេលធ្វើបកងក្រហមហ្នឹងខ្ញុំនឹកឃើញដល់ម៉ែក្មេកខ្ញុំកាលពីខ្ញុំនៅផ្ទះជាមួយគាត់ខ្ញុំប្រាប់ប្តីខ្ញុំថាចង់ហូបបកងក្រហមហើយម៉ែក្មេកបើខ្ញុំគាត់ថាចង់ហូបអីមិនចង់មកចង់ហូបបកងក្រហមហ្នឹងគ្មានសាច់ហូបផងហ្នឹងហើយចាំមីកូនភាសានេះចាគឺថាចូលចិត្តតែរបស់ណាមិនសូវមានសាច់របស់ណាមានសាច់អីហ្នឹងមិនសូវត្រូវទេបើថាត្រីទេសវាយកតែក្បាលនិយាយទៅចម្លែកខុសគេអញ្ចឹងបងប្អូនអើយហើយបកងរបស់ខ្ញុំនេះបន្ទាប់ពីខ្ញុំលាងសម្អាតវាស្អាតហើយគឺខ្ញុំយកវាមកឆាជាមួយនឹងខ្លាញ់មកត្រឡប់សិនវាឲ្យឡើងក្រហមហើយយើងដួសវាទុកម្ដុំទៅចាប់ផ្ដើមមកដាក់ខ្លាញ់ថ្មីបំពងខ្ទឹមសឲ្យឡើងឈ្ងុយហើយចាក់គ្រឿងចូលហើយគ្រឿងដែលខ្ញុំចាក់ចូលមុនហ្នឹងគឺជាគ្រឿងកញ្ចប់នេះឯងបងប្អូនហើយយើងចាក់គ្រឿងហ្នឹងចូលរំលីងជាមួយនឹងខ្ទឹមសហ្នឹងឲ្យឡើងឈ្ងុយល្អហើយបន្ទាប់មកទៀតចាក់បកងដែលយើងបានឆាមុនហ្នឹងចូលទៅចាក់បកងចូលរួចរាល់ហើយឆាច្បល់វាជាមួយនឹងគ្រឿងហ្នឹងឲ្យចូលសព្វសាច់គ្នាបានល្អបន្ទាប់មកទៀតគឺខ្ញុំចាក់ជាមួយនឹងស្រាបៀរចូលសម្រាប់ស្រាបៀរគឺខ្ញុំប្រើមកកំប៉ុងធំមកបងប្អូនបកងហ្នឹងយកមករំងាស់ជាមួយនឹងស្រាបៀរអញ្ចឹងទៅបានវាបាត់ក្លិនល្អហើយរសជាតិវិញក៏ឆ្ងាញ់ដែរទោះតែមិនបន្តិចទេបងប្អូនអើយដោយសារតែវាអត់សូវមានសាច់ហូបអីអញ្ចឹងណាបន្ទាប់ពីចាក់ស្រាចូលហើយខ្ញុំទុកវារំងាស់រហូតទោះតែដាច់ទឹកបងប្អូនបន្ទាប់មកខ្ញុំភ្លក់មើលទៅវារៀងស្ទើរគ្រឿងអញ្ចឹងហើយខ្ញុំបន្ថែមម្សៅស៊ុបមាន់ហើយនិងម្ទេសបន្ថែមទៀតមើលមកដាច់ទឹកល្មមហើយចុងក្រោយខ្ញុំក៏បានបន្ថែមជាមួយនឹងជីវ៉ាន់ស៊ុយនិយាយពីថាឈ្ងុយខ្លាំងមែនតើហ្មងបងប្អូនហើយពេលដែលដាក់ជីវ៉ាន់ស៊ុយនឹងចូលហើយគឺខ្ញុំបិទភ្លើងហើយបងប្អូនតែប៉ុណ្្នឹងមកគឺថារួចរាល់ជាការស្រេចហើយនិយាយពីថាតំណងហើយឈ្ងុយខ្លាំងមែនតើហ្មងបងប្អូនហើយធ្វើឲ្យភ្លាមនឹងអត់ទាន់ហូបបាយភ្លាមទេដោយសារតែប្តីខ្ញុំគាត់អត់ទាន់មកពីធ្វើការអញ្ចឹងធ្វើមកហូបហើយអង្គុយហិតក្លិនលេងសិនទៅ